លុយមានការងារល្អនិងកំពុងកាន់តួនាទីគ្រប់គ្រងសន្តាគារប៉ុន្តែលោកអុកវ៉ាន់ដេបែរជាបោះបង់អ្វីទាំងនោះហើយយកប្រាក់សន្សំបាន$4000ឡើងទៅភ្នំគិរីរម្យដើម្បីធ្វើរឿងមួយដែលមនុស្សជាច្រើនពិបាកធ្វើបានគឺបដូរក្មេងសុំទានឲ្យខ្លាយជាក្មេងចូលសាលារៀនលោកអុកវ៉ាន់ដេអាយុ39ឆ្នាំមានស្រុកកំណើតនៅស្រុកថ្មគោលខេត្តបាត់ដំបងកាលអាយុ26ឆ្នាំលោកធ្វើជាអ្នកចាត់ចែងទូទៅនៅសន្តាគារមួយក្នុងខេត្តកំពង់ធំប៉ុន្តែមានការងារមានប្រាក់ខែមិនបានធ្វើឲ្យលោកមានអារម្មណ៍ថានោះជាជីវិតដែលលោកចង់បានឡើយលោកវ៉ាន់ដេប្រាប់ News Today ដូចនេះពេលដែលមានលុយច្រើនខ្ញុំបែរជាមានអារម្មណ៍ដើរខុសផ្លូវបងខ្ញុំចង់ឃើញប្រជាជនខ្មែរចេះចោលសម្រាមចេះបែងចែកចេះញែកទុកដាក់សម្រាមទាំងអស់ដើម្បីសម្អាតប្រទេសឆ្នាំ2016លោកវ៉ាន់ដេបានទៅដើរលេងនៅភ្នំគិរីរម្យហើយបានឃើញក្មេងៗជាច្រើនលុតជង្គង់សុំលុយពីភ្ញៀវទេសចរខណៈនៅជុំវិញតំបន់នោះក៏ពោពេញដោយសម្រាមរូបភាពពីរនេះបានក្លាយជាចំណុចចាប់ផ្ដើមនៃសាលាដូងនៅឆ្នាំ2017វ៉ាន់ដេសន្សំប្រាក់បាន$4000ហើយបានយកលុយនោះទៅបើកសាលានៅគិរីរម្យលោករស់នៅម្នាក់ឯងលើភ្នំជិត1ឆ្នាំកាប់គាស់ដើម្បីរៀបចំទីតាំងបង្រៀនដោយចាប់ផ្ដើមពីកុមារប្រហែល60នាក់ប៉ុន្តែគោលដៅរបស់សាលាដូងមិនមែនត្រឹមបង្រៀនក្មេងឲ្យចេះអក្សរទេលោកវ៉ាន់ដេចង់កាត់ផ្តាច់ការសុំទានពីជីវិតកុមារនៅគិរីរម្យកុមារដែលចូលរៀនទទួលបានអាហារសម្លៀកបំពាក់សម្ភារៈសិក្សាហើយវ៉ាន់ដេថា 90% នៃកុមារដែលលោកបានបណ្ដុះបណ្ដាលបានឈប់សុំទានសាលាដូងក៏យកបញ្ហាសម្រាប់មកធ្វើជាផ្នែកនៃការអប់រំសំណល់ដែលមនុស្សមើលឃើញថាគ្មានតម្លៃត្រូវបានយកទៅកែច្នៃនិងសាងសង់ជាផ្នែកខ្លះនៃសាលាវ៉ាន់ដេចង់ឲ្យកុមារចំនួនក្រោយយល់ថាសម្រាមមិនមែនគ្រាន់តែជារបស់ដែលបោះចោលទេប៉ុន្តែការចេះបែងចែកនិងគ្រប់គ្រងវាអាចជួយផ្លាស់ប្ដូរបរិស្ថានរបស់ប្រទេសបានដើម្បីរកលុយទ្រទ្រង់សាលាវ៉ាន់ដេបង្កើតហាងកាហ្វេសម្រាមផ្ទះស្នាក់និងកម្មវិធីទេសចរដើរព្រៃបន្ថែមពីលើជំនួយពីសប្បុរសជនបច្ចុប្បន្នលោកអាចរកចំណូលបានប្រហែល$1000ក្នុងមួយខែខណៈការចំណាយសរុបរបស់សាលាគឺពី$2500ទៅ$3000ក្នុងមួយខែបញ្ហាលុយមិនមែនជាឧបសគ្គតែមួយទេថ្មីនេះផ្ទះគ្រូសាលាដូងត្រូវបានជូនដំណឹងឲ្យរុះរើក្នុងរយៈពេល14ថ្ងៃដោយសារស្ថិតនៅលើដីរដ្ឋប៉ុន្តែក្រោយការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតការរុះរើត្រូវបានផ្អាកហើយសាលាទទួលបានការឧបត្ថម្ភ$5លាននិងអង្គ1តោនក្នុងមួយខែបន្ថែមលោកវ៉ាន់ដេបញ្ជាក់ថាលោកគ្មានបំណងកាន់កាប់ដីរដ្ឋជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយពេលនេះសាលាដូងមានគ្រូ5នាក់និងបន្តបង្រៀនកុមារអាយុពី6ឆ្នាំដល់12ឆ្នាំចំនួន165នាក់លោកវ៉ាន់ដេរៀបរាប់ថាបេសកកម្មនេះកាន់តែធ្ងន់សម្រាប់មនុស្សម្នាក់ហើយចង់ឃើញរដ្ឋចូលរួមកាន់តែច្រើនដើម្បីធានាថាក្មេងនៅត្រង់ណាសាលានៅត្រង់នោះប៉ុន្តែបើថ្ងៃណាមួយសាលាដូងមិនអាចបន្តបានវ៉ាន់ដេថាលោកក៏មិនមានគម្រោងត្រឡប់ទៅជីវិតរកលុយដូចមុនដែរហើយគាត់ថាអនាគតទៅគឺបើសិនជាសាលាដូងនឹងវាដួលវាបាត់ខ្ញុំចំណាយពេលទាំងស្រុងដើរទឹកសភើគេអានហើយនឹងបង្រៀនកូនប្រុសខ្ញុំតែប៉ុណ្្នឹងចប់ពីជីវិតខ្ញុំបាទមានអីធំជាងនឹងទេពីអ្នកគ្រប់គ្រងសន្តាគារម្នាក់ដែលធ្លាប់រកប្រាក់ដើម្បីជីវិតខ្លួនឯងទៅជាបរិះដែលចំណាយពេលមួយទសវត្សរ៍នៃជីវិតទៅបដូរក្មេងសុំទានឲ្យចូលសាលារៀនដោយមិនគិតពីសម្បត្តិទ្រព្យនេះជាដំណើរដែលនាំឲ្យលោកអុកវ៉ាន់ដេទទួលរហស្សនាមមួយពីលោកនាយករដ្ឋមន្ត្រីគឺសេដ្ឋីអត់លុយខ្ញុំរស់សុធាពី News Today NTTV